មកបងប្អូនថ្ងៃនេះមករៀនធ្វើនំខ្ញុំជាមួយខ្ញុំអត់ចេះដែរទេខ្ញុំរៀនធ្វើដែរនឹងទឹកដោះគោក្តៅអ៊ុន250 មីលីលីត្រស្ករស50ក្រាមមេនំប៉័ង4ក្រាមច្របល់វាសព្វចូលគ្នាហើយទុកទៅខាងរយៈពេល5នាទីម្សៅមី400ក្រាមម្សៅដុតនំ4ក្រាមនិងអំបិលកន្លះស្លាបព្រាកាហ្វេបន្ទាប់ពីទឹកដោះគោទុកចោលរយៈពេល5នាទីហើយគឺថាយកវាមកច្របល់ជាមួយនឹងម្សៅដែលលាយមិញហ្នឹងប្រេងឆា1ស្លាបព្រាកាហ្វេហើយខ្ញុំប្រើដៃច្របាច់វាចូលគ្នាឲ្យម្សៅសព្វចូលគ្នាល្អបន្ទាប់មកខ្ញុំយកម្សៅដាក់ចូលក្នុងចានហើយរុំវាជាមួយនឹងថង់ប្លាស្ទិកទុកវាចោលរយៈពេល3ម៉ោងដើម្បីឲ្យវាឡើង3ម៉ោងបានកន្លងផុតទៅម្សៅខ្ញុំឡើងបានប៉ុណ្ណេះទាញម្សៅនឹងយកមកច្របាច់ចូលគ្នាម្សៅទៀតហើយលុញវាជារាងទ្រវែងបែបនេះមកបងប្អូនហើយទៅកាត់វាជាចំណិតទូចៗហើយក្នុងចំណិតទូចៗហ្នឹងគឺខ្ញុំយកវាមកលុញម្សៅទៀតជារាងកូនបាល់ទូចប៉ុន្តែខ្ញុំអត់បានថតវីដេអូទេផ្លេចចឹងរួចយកវាទៅជ្រលក់ជាមួយនឹងគ្រាប់ល្ងសបន្ទាប់មកខ្ញុំយកឈើលុញម្សៅនឹងឲ្យសំប៉ែតហើយដាក់វាចូលក្នុងខ្លាញ់ក្តៅចំពោះភ្លើងខ្ញុំប្រើមីឌៀមហើយពេលដាក់ម្សៅចូលនឹងគឺឧស្សាហ៍ត្រឡប់វាចុះឡើងហើយនំខ្ញុំក៏បានឆ្អិនហើយគឺថាវាឡើងគួរសមវាអត់ឡើងបានល្អដូចគេព្រោះខ្ញុំរៀនធ្វើនេះលើកទី2ប៉ុន្តែរសជាតិគឺថាឆ្ងាញ់សាហាវខ្លាំងមែនតើ Thank you bye bye